នៅក្នុងវិស័យអចលនទ្រព្យហ្នឹងខ្ញុំនៅក្នុងវិស័យនឹងយូរដែរការលក់ទិញដីនៅតែមានចរន្តនឹងការលក់តើតើនឹងយុវជនគាត់មានលទ្ធភាពមានលុយសន្សំអាចទិញទ្រព្យបានបើថាគាត់តម្រូវការទិញឡានគាត់ទិញឡានល្មមបានហើយសូមជម្រាបសួរបងប្អូនទាំងអស់គ្នាដែលកំពុងតាមដាននៅកម្មវិធីសម្លេងនៃចំណេះដឹងនិងឱកាសចលនាទ្រព្យនៅក្នុងកម្ពុជាថ្ងៃនេះយើងនឹងត្រឡប់មកវិញជាមួយនឹង podcast ថ្មីនិងប្រធានបទថ្មីហើយតែយើងនៅតែរក្សាជាមួយនឹងវាគ្មិនកិត្តិយសរបស់យើងកាលពីសប្តាហ៍មុនដដែលប៉ុន្តែយើងនិយាយអំពីប្រធានបទតាក់ទងជាមួយនឹងប្រភេទអចលនទ្រព្យមួយទៀតតាក់ទងជាមួយនឹងដីធ្លីតើបច្ចុប្បន្នដីធ្លីរបស់យើងពេញនិយមឬក៏អត់ចឹងយើងកុំឲ្យខាត់ពេលវេលាយូរយើងជួបជាមួយនឹងវាគ្មិនរបស់យើងទាំងអស់គ្នាជំរាបសួរបងចាជំរាបសួរចាតើតើជាមួយនឹងសប្តាហ៍មុនយើងបាននិយាយច្រើនតើតើជាមួយនឹងសេវាកម្មដែលផ្ដល់ជូនដល់អតិថិជនខាងអចលនទ្រព្យពីខាងអ្នកជំនាញក្នុងសប្តាហ៍នេះខ្ញុំចង់ឲ្យបងបញ្ជាក់បន្ថែមថាបច្ចុប្បន្ននៅក្នុងទីផ្សាររបស់យើងដីមាននៅតែជាការពេញនិយមឬក៏បែបណាដែរបងអរគុណសម្រាប់សំណួរនេះគឺជាសំណួរចាក់ដោតនឹងក្តៅនៅក្នុងវិស័យអចលនទ្រព្យហ្នឹងខ្ញុំនៅក្នុងវិស័យនឹងយូរដែរអញ្ចឹងការលក់ទិញដីនៅតែមានចរន្តនឹងការលក់ចាដោយសារតែឧទាហរណ៍ថាអំពូលផ្ទះណាគឺភ្លឺតែណាដូចអ្នកខាងក្រៅគេមកថាអចលនទ្រព្យគឺកែនអត់មានទីផ្សារទេគឺងាប់កាឡាតែម្ដងតែសម្រាប់ខ្ញុំថានៅតែមានការទិញលក់ហេតុអ្វីដែលមានហេតុអីក៏មានការទិញលក់ខ្ញុំអត់ហ៊ានថានៅតែមានការទិញលក់ដោយសារតែភ្នាក់ងារអាជីពទ្រព្យបើថាទ្រព្យឥឡូវអ្នកលក់គឺច្រើនហើយទ្រព្យឥឡូវទ្រព្យរាប់ពាន់ក្រុមនៅក្នុងក្រុមហ៊ុន Enva គឺយើងមានអាចជំរើសបានអញ្ចឹងអ្នកភ្នាក់ងារលក់អាជីពគាត់មានទូនាទីទៅរកទ្រព្យដែលមានក្រោមតម្លៃទីផ្សារ30ឬក៏ 50% គាត់យកមកដាក់លក់ហើយទីតាំងល្អការចរចាតម្លៃក៏ល្អហើយទ្រព្យដីហ្នឹងគាត់មានចំណូលស្រាប់ចង់និយាយថាមានការសេវាឲ្យចូលមានចំណូលពីការជួលមួយខែ 1000 2000 ឬក៏ 500 អញ្ចឹងគាត់បើថាគាត់តម្រូវការគាត់នឹងទិញបើគាត់មានលុយនៅក្នុងដៃគាត់នឹងតាក់ទងមកយើងគាត់នឹងត្រូវការទិញហើយសេវាកម្មយើងល្អតំណែងមួយគាត់បងពីការមើលឃើញបងដីនៅតែមានសន្ទុះខ្លាំងពេលបច្ចុប្បន្នមិនដីក៏មិនសន្ទុះខ្លាំងគាត់ថាការទិញលក់ក៏នៅតែមានតែវាមានការមានគម្លាតនិងកម្រិតរបស់គាត់នៅកម្រិតរបស់ដីដែរដីដែលលក់ចាញ់គឺទីតាំងល្អតម្លៃទីផ្សារល្អហើយដីនឹងមានចំណូលស្រាប់បានយើងលក់ចាញ់បើអត់ទីតាំងល្អក៏យើងអត់ហ៊ានដាក់លក់ទីផ្សារដែរអញ្ចឹងបានថាអ្នកទិញអចលនទ្រព្យក៏ត្រូវទៅពិភាក្សាប្រឹក្សាយោបល់ជាអ្នកជំនាញអាជីពដោយសារអ្នកជំនាញអាជីពគាត់ដឹងដល់គាត់ដឹងទាំងច្បាប់ដឹងទាំងការលក់ដឹងតិចនិចការលក់សពបែបយ៉ាងអញ្ចឹងអ្នកដែលមានលុយក៏គាត់មានការយល់ដឹងរបស់គាត់ដែរគាត់ឥឡូវគាត់មានចំណេះដឹងជាងយើងទៀតអ្នកមានលុយអញ្ចឹងគាត់មុននឹងគាត់ទិញក៏គាត់ប្រឹក្សាយោបល់ជាមួយនឹងភ្នាក់លក់អាជីពដែរគាត់មានទំនុកចិត្តឬក៏គាត់មើលទៅអ្នកលក់អាជីពហ្នឹងក៏មានចំណេះដឹងដែរអញ្ចឹងបានគាត់តាក់ទងមកយើងចំណុចហ្នឹងគឺសំខាន់ដែរចាអរគុណបងមានសំណួរមួយទៀតដែលពីខាងយុវជនរបស់យើងគាត់អ្នកដែលមានលទ្ធភាពនិងមានលុយមួយចំនួនដែលគាត់អាចធ្វើការទិញទ្រព្យទុកបានតែគាត់គួរតែទិញឡានទុកឬក៏គាត់គួរតែទិញអចលនទុកអរគុណសម្រាប់សំណួរតាក់ទងនឹងយុវជនបើសិនគាត់មានលទ្ធភាពមានលុយសន្សំអាចទិញទ្រព្យបានឬក៏អាចទិញឡានបានខ្ញុំជំរុញឲ្យគាត់បើថាគាត់តម្រូវការទិញឡានឲ្យគាត់ទិញឡានល្មមបានហើយដោយសារគាត់មានគ្រួសារទៅខេត្តទៅអីអញ្ចឹងគាត់ឡានហ្នឹងគាត់ត្រូវជិះហើយគាត់ត្រូវតម្រូវការត្រូវជិះតម្រូវការរបស់គាត់ហើយត្រូវជិះទៅនេះទៅនោះរកស៊ីរបស់គាត់ទិញឡានល្មមបានហើយយកលុយប៉ុណ្ណាយកលុយសល់ទៅទិញទ្រព្យទុកចំណេញវិញតែមានលុយសល់បើយើងមានលុយយើងទិញល្មមថាគាត់មាន$10000 $20000គាត់ទិញល្មមគាត់3 4000 5000ហ្នឹងគាត់ទិញឡានទៅសល់ប៉ុណ្ណាគាត់ទិញទ្រព្យទៅតែកុំទិញបងរំលោះនឹងធនាគារគាត់យើងទិញដាច់ហ្មង
តែសារតាក់តងបងរំលោះធនាគារថ្ងៃក្រោយគាត់មានបញ្ហារួចភ្ញៀវខ្ញុំទាំងអស់ខ្ញុំអត់ជំរុញទៅបងនឹងធនាគារទេភាគច្រើនគាត់មានតុនប៉ុណ្ណាខ្ញុំឲ្យជំរុញឲ្យទិញគាត់មកថាគាត់មាន 10000 20000ខ្ញុំឲ្យគាត់ទិញ 10000 20000ទៅបើថាតម្រូវការឡានគាត់ទិញឡានជិះល្មមបានហើយយើងជិះឡានយើងជិះឡានថ្លៃតែយើងជួលផ្ទះគេនៅបើថាយើងជិះម៉ូតូល្មមយើងមានចម្រុកខ្លួនឯងមានផ្ទះខ្លួនឯងគឺរឹតតែល្អផ្ទះរបស់យើងកម្មសិទ្ធិរបស់យើងឡានយើងមានលុយទិញថ្ងៃណាក៏បានដែរបើថាតម្រូវការឲ្យយើងទិញល្មមបានហើយបើថាសម្បីតែយើងចង់ទិញឡាន 4-5 ម៉ឺន 10 ម៉ឺនដើម្បីតែសម្ញែងហឺហាហ្នឹងមិនបាច់ទេយកលុយទៅទិញទ្រព្យវិញទិញផ្ទះឬក៏ទិញដីវិញចា៎ទុកតែទិញកំបងរំលោះនឹងធនាគារគាត់ទិញលក្ខណៈចំនួនឬក៏លុយគាត់សល់ប៉ុណ្ណាគាត់ទិញប៉ុណ្ណឹងទៅអត់ឈឺក្បាលយើងថ្ងៃក្រោយហើយទ្រព្យអចលនៈទ្រព្យគឺអត់ថយចោះថាលុកខាតទេយើងពេលនេះយើងលក់អត់ទាន់ចាញ់ថ្ងៃក្រោយយើងទុកឲ្យកូនចៅយើងបានតែឡានវាខូចថ្ងៃក្រោយខូចអស់សាំងច្រើន អូខេអរគុណបងសម្រាប់ការចែករំលែកនៅថ្ងៃនេះរឿងតាក់ទងជាមួយនឹងការគួរទិញឡានទុកឬគួរទិញដីទុកតាមការ recommend របស់បងមួយចំនួនយើងធ្វើទៅតាមលទ្ធភាពដែលយើងអាចធ្វើទៅបានចាពីកម្មវិធីរបស់យើងក៏ឈានចូលមកដល់ទីបញ្ចប់ក៏សូមអរគុណសម្រាប់ការតាមដានទស្សនានៅកម្មវិធីរបស់យើងនឹងជួបគ្នាជាមួយនឹងប្រធានបទថ្មីនៅភាគបន្តទៀតក៏សូមអរគុណនិងសូមជម្រាបលា